បងប្អូនណាបច្ចាណារកឲ្យឃើញថាស្រុកអញពិតជាមានជំងឺមែនណាដបងដៃត្រូវមើលឲ្យឃើញថាស្រុកមានបញ្ហាមែនបងប្អូនណាខ្ញុំមិនដឹងមិនទេដែលបងប្អូនរស់នៅក្នុងស្រុកមួយដែលដឹកនាំទៅស្រុកវាអញ្ចឹងហើយរស់កើតទៅបងប្អូនខ្ញុំដឹងមិនទេប្រហែលបងប្អូនស្វាំដូចនៅក្បែរអាចជ្រូកអញ្ចឹងណាឯងមកម្ដងមកកាលគ្រាន់តែមកដល់ក៏ពិតជាមកភ្លាមហ្មងហើយគាត់នៅរាល់ថ្ងៃទៅវិញទៅមកទៅវិញគាត់ធម្មតាគាត់ស្វាំបងប្អូនណាឥឡូវយើងមើលបន្តិចនឹងអាភ្នែកមើលឃើញគាត់តាមផ្លូវមកហ្នឹងបងប្អូនថ្នល់ហ្នឹងដឹងគាត់ធ្វើម្ដងហ្នឹងហើយគាត់ទុកឲ្យហុយហ្នឹងហ្មងខ្ញុំចិត្តតែឆ្ងល់បើផ្ទះលោកនាយករដ្ឋមន្ត្រីនៅក្បែរហ្នឹងគាត់ទ្រាំហូបបាយចូលអត់បងប្អូនចេះឆ្ងល់បើដីវាហុយយ៉ាងហ្នឹងណាអត់ដែលខ្វល់ខាតប្រជាពលរដ្ឋហ្នឹងហុយឲ្យមិនហុយទៅចឹងបានខ្ញុំនិយាយលេងថាស្រុកណាដែលវាមានសេរីភាពប្រហែលស្រុកហ្នឹងទៀតហ៎ហែងហុយក៏ហុយទៅបើហែងហុយពេកហែងជះទឹកក៏អញថាអីហែងជះទៅបើហែងហុយហើយកើតរោគហែងទៅពេទ្យក៏ទៅសេរីភាពបើហែងអញមិនថាអីសេរីភាពហ្មងអាណាលក់សាច់នេះសាច់នោះមិនបាច់គ្របមិនបាច់អីអាដីហុយពេញនឹងពេញអីអាហ្នឹងសេរីភាពបើហែងអញដែរថាអីហើយឃើញទេសេរីភាពហ្នឹងវាដល់កហ្មងស្រុកគេបងប្អូនគ្រាន់តែជួសជុលខ្នល់ជួសតែយប់ហ៎យប់ហ្មងសម្រាមនេះក៏ដឹកយប់ហ៎ដឹកថ្ងៃស្អុយគេស្អុយឯងមិនបានទេដល់ស្រុកខ្មែរឯងដឹកឲ្យមិនដឹកទាំងថ្ងៃទាំងយប់មិនដឹកហេតុអីបានជាបងប្អូននៅរស់កើតថាវាស៊ាំអញ្ចឹងស្រុកគេបងប្អូនធ្វើថ្នល់អញ្ចឹងទុកឲ្យហុយដល់ប្រជាពលរដ្ឋរត់ឆ្នាំអញ្ចឹងអត់មានអាណាធម៌បានទេបងប្អូនអត់អាណាធម៌បានទេពេញដឹកនាំតាំងពី79រហូតដល់ឥឡូវមួយឆ្នាំជាងមុនណាប៉ាសុជាតិវង្សគាត់និយាយថាម៉េចទេដឹកតាំងពី79រហូតដល់ឥឡូវបងប្អូនខ្ញុំសុំទោសពេញនឹងអត់ដែលធ្វើ master plan ទេអាណាសង្ឃរាទៅសង់ទៅដឿងហែមតូចធំអីដែរសង់ទៅអញ្ចឹងបាននៅក្រៅក្រុងបងប្អូនទៅមើលបឹងជប៉ុនចូលមិនបានទេបើភ្លើងចេះទៀតចូលមិនទេផ្លូវក៏វាច់ក៏មានវត្តសំដងដែរហ្នឹងអាណារស់មិនរស់ទៅអាណាធ្វើមិនធ្វើទៅសេរីភាពដល់កណត់ហ្មងតាំងពី79រហូតដល់ឥឡូវបងប្អូននៅជាង30ឆ្នាំដឹកនាំប្រទេសអត់មានប្លង់មេក្រុងអាណាទៅហើយដឹងតែពីដឹកនាំភ្លឺថ្លារហូតដឹកនាំប្រកបដោយកតេបណ្ឌិតទៅរហូតភ័យឈើព្រះហើយព្រះគ្មានចំនួនណាបាត់ភ័យឈើចឹងទេភ័យឈើយើងបងប្អូនឲ្យនៅស្រុកគេអត់មានរស់ស៊ីអីគេរស់ស៊ីកាប់ឈើស្រុកគេមានឈើគេកាប់ឈើកាប់ហើយគេស្ទូចយកទៅកាប់ហើយគេស្ទូចយកទៅប៉ះហោះគេអត់ឲ្យបាក់កូនទូចមួយទេនិយាយពីកាប់លក់រហូតឯងភ័យឈើជាង 70% បែកពីអពើតមកមានណាកាប់មកដើមពើតណាកាប់ទៅទេគាត់កាប់ឲ្យម៉ត់បងប្អូនហើយសួរគាត់ទៅគាត់ថាអត់ដឹងទៀតបងប្អូនពិចារណាមើលភ័យឈើប៉ុណ្ណកង់អាទៀតកាប់អស់ 70% នៃប្រទេសកាប់ឡើងម៉ត់នៅតែរមុខអ្នកណាកាប់មិនឃើញហើយចោះតំនតែសញ្ញេមកខ្វោកដាក់លុយក្នុងកប៉ាល់នេះផ្ញើលុយក្នុងបែងនេះតែហ៊ាននិយាយថាគេពុកឲ្យលុយគេហៅយើងរកផោះតាងឥឡូវរឿងគេស៊ីមែនសោះឯងអត់ផោះតាងជាប់គុកឯងបាត់ហើយឈើ 70% សតប៉ុណ្ណកង់អាទៀតកាប់ឡើងម៉ត់រួចហើយរមុខអ្នកកាប់អត់ឃើញបងប្អូនពិចារណាមើលរួចហើយអ្នកគ្រប់គ្រងចេះតែបោះឆ្នោតឲ្យបានទៀតបងប្អូនពិចារណាមើលអញ្ចឹងបានខ្ញុំចេះឆ្ងល់ថារកកន្លែងណាឃើញអាប្តីនោះចូលផ្ទះនិយាយពីស្អុយស្រាហួងនិយាយពីយើងដើរចិត្តក៏មិនចង់ដើរចិត្តផងគាត់អោបកើតបើថាវាស្អុយហួងចង់ឲ្យចេះជួយរកស៊ីអត់ចាំតែវាយប្រពន្ធថឹកស្រាស្អុយហួងយើងប្រាប់ថាលេងទៅនឹងបានការអីទេហើយគាត់ចេះតែអោបបន្តិចកូនមួយអាហ្នឹងងាប់ទៅយ៉ាងនេះដឹកនាំប្រទេសរាល់ថ្ងៃអញ្ចឹងបងប្អូនអញ្ចឹងឥឡូវថាព្រៃនឹងកាប់អស់ចុះបានអាដីមកមិនទុកទេយកទៅឲ្យអានេះតិច99ឆ្នាំ79ឆ្នាំអស់លេងឥឡូវនឹងស្អីទៀតហើយជួលមហិច្ឆតាមួយឆ្នាំអត់បាន$1ផងមហិច្ឆតាមួយឆ្នាំអត់បាន$1ផងយកទៅវិនិយោគទុនឲ្យអានេះឲ្យអានោះបងប្អូនហើយគ្រាន់តែឥឡូវហ្នឹងដូចជាដក11ក្រុមហ៊ុនមកទៀតឲ្យគេទៅសត្វតព្រៃរួចគេកាប់ព្រៃអស់គេអត់វិនិយោគទុនអីគេអត់ដាំអីគេឲ្យមកឯងវិញចឹងហើយភ្លើយ៉ាងហ្នឹងមកចាក់ថ្លៃបងប្អូនចាណាមើលបើវាក៏ជឿធ្លុះអញ្ចឹងមានប្រមាណក៏វាមិនទៅមានរួចទេបងប្អូនមានតែព្រៃឈើប៉ុណ្ណឹងខ្មែរយើងបើកាប់តាមបច្ចេកទេសកាប់អស់ហើយបងប្អូនកាប់រួចហើយស្ទូចឡើងបើមហិច្ឆតាមានតែ100ដើមមួយឆ្នាំកាប់តែ1ដើមមហិច្ឆតាក៏យើងរាប់លានហិច្ឆតាមួយឆ្នាំកាប់តែ1ដើមឆ្នាំក្រោយកាប់ដើមទី2អមមតាកាប់ដល់ដើមទី100អាដើមទី1នេះ100ឆ្នាំទៀតលូតទៅទៀតគេកាប់ស៊ីតកូនតចៅឯងកាប់ឡើងខ្ទេចបានអានឹងរួចហើយខ្វេះក្នុងដីនោះនិយាយពីខ្វេះរ៉ែនោះឡើងខ្ទេចអាក្នុងដីទៀតបានអសល់ដីហើយយកទៅវិនិយោគទុនឲ្យគេទៀតបើដីនៅភ្នំពេញផងបងប្អូនហើយអស់ចាហ្មងណាដីវិនិយោគទុនឲ្យទៅគេវិនិយោគទុនណា
មិនដីកម្មសិទ្ធិទេបងប្អូនដីរដ្ឋណាជួលឲ្យគេស្រាប់ឥឡូវអាអ្នកជួលហ្នឹងមានប្លង់រឹងលក់ឲ្យគេបន្តខ្ទុយនេះអស់ហើយ1ការ៉េទៅ$2,000ណាបងប្អូនដូចដីបង្កក់ឲ្យ$2,000នោះដីនោះ1ការ៉េ133ហិកតាបងប្អូនចាណាមើលរឿងអីមិនលហាមបងប្អូនយើងរឿងអីមិនលហាមធាត់ដូនតាទុកឲ្យច្រើនណាស់បងប្អូនប៉ុន្តែអ្នកដឹកនាំប្រទេសអញ្ចឹងស្រុកយើងក៏វាអាលេចអស់ទៅប៉ុន្តែរឿងហ្នឹងបន្ទោសពីណាបងប្អូនបើយើងអ្នកបោះឆ្នោតឲ្យគេនេះបច្ចាណាមើលហើយចេញពីហ្នឹងទៅជួបឯកឹមសុខាសំរងស៊ីនោះបោកមកសាទៀតអាភ្លើងឆេះផ្ទះឲ្យឯងខំតអឃើញគេមកជួយយកសល់អីវ៉ាន់ទិញទួចហុចទៅឲ្យវាយកទៅបាត់ទៅអញ្ចឹងបានខ្ញុំចេះតែនិយាយបងប្អូនណារាល់តែភ្លើងឆេះផ្ទះប្រយ័ត្នកុំលហន់ពេកឲ្យរឿងហុចទៅឲ្យគេមិនមែនម្ដងទេឥឡូវទៀតឲ្យតែមានពីណាធ្វើបាបបងប្អូនតាំងមានអាមកជេជួយអូយចេញចង់មើលទៅដូចសំណំដែរតាំងទៅដល់ពេលឥឡូវមិនទៅងាត់សឹងចូលសភាសុចរួចងាត់សឹងឥឡូវនេះគេថាចូលទៅអីបើមិនចូលរូងខ្លាទេចាប់ខ្លាមិនបានណាដល់ពេលឥឡូវយើងឃើញសង្ងំគេថាមកចេះបើមិនដេកជាមួយខ្លាទេធ្វើមិនចាប់ខ្លាបានឥឡូវគេដេកណាដល់ពេលយើងឃើញដេកគេថាបើមិនស៊ីជាមួយខ្លាទេធ្វើមិនចាប់ខ្លាបានតែទៀតណាដល់បន្តិចទៀតណាបើមិនកើតកូនកើតចៅជាមួយខ្លាទេចាប់ខ្លាមិនបានអញ្ចឹងបើពួកកើតកូនកើតចៅមួយខ្លានោះហើយអាចុងសមតែមកសុំទោសខ្ញុំបងប្អូនពីពួកខ្ញុំប្រមាលទុកមុនថារឿងហ្នឹងវាចឹងហើយខឹងខ្ញុំទៀតណាពីព្រោះអីខ្ញុំប៉ះម៉ាយហេរ៉ូគាត់ប៉ះវីរៈបរោះគាត់ដល់ពេលឥឡូវឃើញអញ្ចឹងឃើញមុខឯងដើរឯងចាំមើលមីងហ្នឹងព្រោះគាត់គ្រប់ត្រយក្នុងខ្លាំងណាស់យើងថាវាមិនកើតទេណាដល់ពេលគាត់ដើរគាត់បើទៅគាត់ថាមកចេះយ៉ាអញឈប់ជឿអាណាក៏ដូចអាណាដែរណែវាមកចង់ប៉ាត់តែឯងទៀតណាមនុស្សខ្មែរអញ្ចឹងបើមនុស្សគេល្អជាថាអូនអើយអូនឯងនិយាយត្រូវមីងជឿអូនឯងឥឡូវមែនអូនណាអញ្ចឹងមែនមនុស្សណែវាទៅអញ្ចឹងគាត់អត់ទេគាត់ដើរងើយថាអូឡើងជឿអាណាក៏ដូចអាណាដែរតាមពិតគាត់ចាញ់បោកគេប៉ុន្តែគាត់មិនហ៊ានថាអានងបោកគេព្រោះអីបើថាអានងបោកវាហាក់បីដូចជាបន្ទោសខ្លួនឯងថាខ្លួនឯងខុសដល់ពេលអញ្ចឹងខំប្រឹងការពារបន្តទៅទៀតណាដូចអាប្រុសមួយវាអួតអូយប្រពន្ធអញគ្មានអាណាល្អដូចទេអូស្មោះត្រង់ណាទៅតាណាអួតហើយអ្នកភូមិគេជ្រិញអួតពេកនោះប្រពន្ធឯងល្អអីប៉ុណ្ណឹងប្រពន្ធអញល្អណាស់ថាអ្នកភូមិវាជ្រិញពេកយកអានឹងអួតពេកយកចាំតែអង្គុយមើលទេដល់មើលឃើញប្រពន្ធអានឹងមានសហាយដឹកយកទៅអូតែលដល់ពេលអញ្ចឹងគេចង់ភ្ញុកប្តីណាគេរត់មកប្រាប់ប្តីថាណោប្រពន្ធឯងនាំសហាយទៅដេកអូតែលបាត់ហើយដល់ពេលអានុងតាមពិតវាក្តៅប៉ុន្តែវាមិនហ៊ានថាណាតែវាថាទៅដោយបង្អាប់ខ្លួននេះព្រោះវាអួតខ្លាំងណាស់ដឹងវានិយាយថាម៉េចទេវាល្អជាហើយវាចេះខ្លាចប្តីវាយកទៅដេកអូតែលហ្នឹងបើសិនណាជាវាមិនខ្លាចប្តីវាមិនក្រែងចិត្តប្តីវាដេកក្នុងកន្ទប់អញបាត់ហើយវានៅលយទៅទៀតណាប៉ុនក្នុងចិត្តតែក្អួតឈាមហើយព្រោះថ្ងៃអ្នកគ្រប់គ្រងសង្គ្រោះជាតិក្អួតឈាមនៅកណ្ដោហើយប៉ុន្តែមិនមាត់ទេប៉ុន្តែយើងមើលដឹងដល់ថ្ងៃក្រោយទៀតយើងប្រាប់ណោះប្រពន្ធឯងយកប្រុសមកដេកក្នុងកន្ទប់ឯងវាលឺក្តៅញាប់សាច់ប៉ុន្តែមិនណាច់ទៅអួតហើយដឹងវាថាម៉េចទេវាចេះខ្លាចប្តីហើយបានវាយកមកដេកក្នុងបន្ទប់ហ្នឹងរួចវាចាក់សោបើវាមិនខ្លាចអញវាបើកទ្វារអញឃើញបាត់ហើយវាខ្លាចអញបានវាចាក់សោបងប្អូនពិចារណាមើលមនុស្សតែប្រភេទហ្នឹងហើយបងប្អូនរកអាណាជួយបានបងប្អូនរកអាណាជួយបានបើយើងនិយាយទៅគាត់ណាស្ដាប់បានដល់ចុងក្រោយគាត់អត់កែខ្ញុំលើកឧទាហរណ៍គាត់សួរខ្ញុំថាម៉េចអីគេហៅណាអាចរចានយោបាយហ្នឹងមីងចេះអីគេចរចានយោបាយលើគេថាឲ្យតាហៅសកម្មជនបោះសំរងស៊ីទៅសួរអារឿងបាតកម្មនៅស្ពាននេះបងប្អូនក្បែរទីលានប្រជាធិបតេយ្យកាលហ្នឹងខាងបាតកោហ្នឹងវាយពួកសន្តិសុខអស់ចិត្ត30នាក់បងប្អូនគ្រាន់តែអប៉លក្បាលមើលទៅមិនរស់ហ្នឹងបើរស់ហ្នឹងក៏មិនកើតជាមនុស្សហ្នឹងប្រហែលជា3 4នាក់គ្រាន់តែវាយជន់ឈាមឡើងប៉លក្បាលដល់ពេលអញ្ចឹងតឡាការគេហៅទៅសួរដល់ហៅទៅសួរសន្តិស៊ីគាត់ពេលនេះរហូតមិនសួរទៀតហើយគេចរចានយោបាយចាប់ហើយតែហៅទៅសួរទៀតមានន័យថាវិបត្តិនយោបាយមិនទាន់ចាប់ទេគេចរចានយោបាយចាប់ហើយមីងក៏អត់យល់ដល់អត់យល់ក៏សួរស្អីគេអាចចរចានយោបាយហ្នឹងខ្ញុំថាមីងគេនិយាយតែប្លក់មីងហ្នឹងមីងចាំស្ដាប់ខ្ញុំខ្ញុំបញ្យល់មីងកើតបាតកម្មនៅផ្លូវវែងស្រេងខាងរដ្ឋាភិបាលវាយខាងបាតកោវាយណាសំរងស៊ីកម្មសខាអំពាវនាវឲ្យរកមុខឃាតករឲ្យឃើញព្រោះអីមានងាប់ផងមានបែកក្បាលមានបាក់ឆ្អឹងខ្នងអីណោះព្រោះថ្ងៃដើមរួចទេលើកដៃអំពាវនាវសុំបាយគេស៊ី10ថ្ងៃ
ដល់ពេលសំនឹងស៊ីគាត់ពៀវនាវសុំឲ្យរកមុខឃាតករឲ្យឃើញចៃដន្យអីមកបាតកម្មស្ពាននេះគាត់វាយគេវិញខាងក្រុមគាត់វាយគេវិញដល់អញ្ចឹងទៅគេចរចាគ្នាគេហៅចរចានយោបាយហ្នឹងគេចរចាថាម៉េចថាឥឡូវចេះចាំមិនបាច់រយទេខែងក៏មិនបាច់រអញក៏មិនបាច់ររួចគ្នាទៅអាហ្នឹងគេហៅចរចានយោបាយនោះដល់ពេលឥឡូវឃើញតែចាប់រហូតនេះអញ្ចឹងហើយបានសំនឹងស៊ីគាត់និយាយថាចរចាគ្នារួចហើយតើមិនមកចាប់ទៀតអញ្ចឹងចរចានយោបាយមានន័យថាម៉េចមានន័យថាហែងវាយអញរួចទៅអញវាយហែងក៏មិនបាច់រដែរចប់ទៅហើយចុះអាអ្នកលបួសអាអ្នកបាក់ខ្នងទៅណាទៅបាក់ខ្នងទៅណាទៅដល់ពេលចុងក្រោយយើងសួរថាម៉េចឥឡូវម៉េចអាបាក់ចកែបាក់ខ្នងហ្នឹងគេឲ្យរួចខ្លួនទាំងអស់អញ្ចឹងប្រហែលដុំមោះលាក់ពីលើមេចហើយបានវាបាក់ចកែបាក់ខ្នងអាណាទទួលខុសត្រូវចុងក្រោយសួរគាត់ថាម៉េចទេឥឡូវឃើញប៉ុណ្ណឹងហើយអាណត្តិក្រោយបើគេហៅទៅបាតកម្មទៀតទៅអត់ទៅបងប្អូនចាណាមើលអាណត្តិទៅជួយឈ្នះអាណត្តិក្រោយឃើញអញ្ចឹងទៅបាតកម្មទៀតអត់ទៅបងប្អូនពិចារណាមើលអាណត្តិជួយឈ្នះមួយយ៉ាងហ្នឹងនេះឯងឃើញប្តីផឹកស្រាវាយតែប្រពន្ធសុំតែលុយចាយឯងអាណត្តិពេកហើយអូនឲ្យអូនលែងទៅជួយទៅនិយាយចាប់តែដេកយប់គេប្រាប់ប្តីគេផឹកឡើងអាប្តីនោះឯងជន់ងើបពីដេកផងមកតមរាយឯងមុខទាំងអាណាទៅជួយឈ្នះបងប្អូនចាស់គេចឹងអាណាទៅជួយឈ្នះយើងប្រាប់ថាសំទាំងស៊ីចេះគាត់ស្ដាប់បានទាំងអង្គអាណាក្រោយទៅបាតកម្មទៀតដែរទៅអាណាជួយឈ្នះបងប្អូនក្នុងធានវិធីបងប្អូនធានវិធីគេហៅឡើងតុលាការដល់គេសួរណាសួរច្រើនណាបងខ្ញុំនិយាយសខេបថាណែហេតុអីបានទៅទិញអារបស់ថោកមកពីផ្សារនោះរួចឲ្យភូតគេថាយកមកពីឋានប្រជុំនេះភូតគេថាយកមកពីកពូលភ្នំសុទ្ធតែគាត់កណ្ដោះបានមិនបានកុហកអញ្ចឹងដឹងគាត់និយាយថាម៉េចទេហើយយាយពេលនៅតុលាការហ្នឹងយាយរាប់រយនាក់បងប្អូនស្ពះចឹងនៅតុលាការហ្នឹងគេហៅទៅសួរដល់ធានវិធីគាត់ឆ្លើយថាម៉េចទេហើយចុះបើខ្ញុំមិនរកស៊ីអាណាចាំខ្ញុំគេសួរថាហេតុអីបានទៅទិញរបស់ពីផ្សារមករួចឲ្យភូតគេថាយកពីឋានប្រជុំនេះមកទិញពីផ្សារ1 3រៀលអីបងប្អូនអាត្បូងជាប់គេហ្នឹងរួចហើយយកមកលក់មាន$5,000អាខ្លះអត់មានទេសុំឲ្យលោកគ្រូ500សិនចាពាក់4,500ដឹងលោកគ្រូថាម៉េចទេចាពាក់ទៅប៉ិនចាពាក់ប្រាំងប្រយ័ត្នខ្លួនតែមែនតែនជាពិសេសយាយនៅអាមេរិកបងប្អូនទិញយកទៅហើយគេប៉ះមិនបានទេថារបស់នឹងលក់នៅផ្សារមិនបានទេគាត់ធានវិធីគេថាចឹងគេថាហេតុអីបានទៅយករបស់ពីផ្សារមករួចហើយមកភូតគេថាឋានប្រជុំនេះរួចលក់ឲ្យគេគាត់និយាយថាហើយចុះបើខ្ញុំមិនហើពីណាឲ្យខ្ញុំស៊ីបងប្អូនពិចារណាមើលស្រាប់ទៅដល់ពេលគេចោទទៅទៀតគេថាណែឃើញអញ្ចឹងគេចាត់ទុកជារឿងបោកប្រាស់ដឹងគាត់ថាម៉េចទេគាត់ថាបើថាបោកប្រាស់ក៏ត្រូវដែរប៉ុន្តែខ្ញុំគិតទៅអាណាក៏បោកប្រាស់ដែរបងប្អូនពិចារណាមើលហើយងាកមកយាយនៅទៅប្រាស់អញ្ចឹងគេសួរទៀតហើយខៃបានតាំងខ្លួនឯងធ្វើជាប្រាស់ខ្ញុំមានតាំងឯណាបងប្អូនទាំងអស់គ្នាហ្នឹងមើលហើយគាត់កំពុងស្ពះបងប្អូនហ្នឹងលើកខ្ញុំធ្វើប្រាស់តើហើយហេតុអីបានដើរជន់គេបើខ្ញុំមិនជន់ទេគាត់មិនព្រមដើរចេញបងប្អូនចាណាមើលហើយប៉ុណ្ណឹងហើយនៅតែស្ពះចឹងដល់ឥឡូវខ្លាំងជាងមុនទៀតហែកថនទៅខ្លាំងជាងមុនទៀតដឹងគេនិយាយថាម៉េចយើងតែប្រាប់យាយហ្នឹងថាងាប់គេប្រចាំងដាក់ទូអត់ឃើញទេអីអូយគេផ្ចាញ់ព្រះអង្គទេកាលពីជំនាន់ព្រះក៏មានមាផ្ចាញ់អញ្ចឹងដែរអញបងប្អូនហើយបងប្អូនអញថាងាប់ទៅកុំទៅកាត់ដប់ជាមួយយាយហ្នឹងលោកហើយអញជិះក្បាលងាប់ហើយធ្វើប៉ុនមួយបែកមួយចានកុំឲ្យងាប់ទៅកាត់ដប់មួយយាយហ្នឹងគ្រាន់តែចុះពីលើតុលាការមកមុខតុលាការនិយាយពីស្ពះអញ្ចឹងទៀតគាត់ចង្អុលថាឃើញអត់ខ្ញុំមានចង់ធ្វើប្រាណាអញ្ចឹងបងប្អូនពិចារណាមើលអាណាធ្វើឈ្នះបងប្អូនស្រុកខ្មែរយើងអញ្ចឹងបានខ្ញុំនិយាយបងប្អូនបើវាយរះអត់កែទេបងប្អូនទៅរួចទេបងប្អូនដែលឃើញស្រុកណាដែលរះល្ងងហើយប្រទេសរីកចម្រើនទៅរួចទេអញ្ចឹងត្រឡប់មកវិញពួកយើងយល់ថាចំណុចចាប់ដើមក្នុងការដោះស្រាយបញ្ហាទាំងអស់ត្រូវបង្កើនសមត្ថភាពរបស់ប្រជាពលរដ្ឋនឹងឲ្យចេះដឹងរួចហើយចូលរួមកសាងប្រទេសទាំងអស់គ្នាបើបងប្អូនដឹងពីកាតព្វកិច្ចរបស់បងប្អូនហើយតើអ្វីដែលយើងត្រូវនិយាយគ្នាទៀតបងប្អូនងើបពីដេកមុនដំបូងព្រមងើបឥឡូវងើបដំបូងដៃបងប្អូនតើបងប្អូនត្រូវសិក្សាឲ្យឃើញថាស្រុកនឹងមានបញ្ហាបងប្អូនណាខ្ញុំមិនដឹងមានរឿងណាហួសចិត្តជាងរឿងគេបញ្ជូនជនភៀសខ្លួនពីអូស្ត្រាលីមកនៅស្រុកខ្មែរបងប្អូនខ្ញុំដើរក្នុងផ្ទះខ្ញុំចេះទាំងលោកឲ្យលោកណាច់អីក៏ដល់ថ្នាក់ហ្នឹងណាច់ខ្ញុំចេះតែនឹកក្នុងចិត្តយ៉ាកូនឯងអត់បាយច្រាស់ផងនេះហើយចុះយ៉ាងម៉េចបានទៅធ្វើអញ្ចឹងដល់ពេលគេកោលទោសពេកគេសួរពេកគេទៀមទាឲ្យគាត់បំភ្លឺពេកដឹងគាត់ឆ្លើយថាម៉េចទេបងប្អូនឲ្យហេតុផល3យ៉ាងបងប្អូនស្ដាប់3យ៉ាងទទួលអត់
ដើរគិតអង្គុយគិតណាថាតើត្រូវឲ្យហេតុផលអីគេគាត់ថាហេតុផល3យ៉ាងបានយើងយកមកហ្នឹងទី1កតបកិច្ចអន្តរជាតិយើងចុះហត្ថលេខាអាហ្នឹងបងប្អូនប្រទេសណាក៏ចុះដែរសិង្ហបុរីក៏ចុះអីក៏ចុះដែរកាលណាប្រទេសយើងទៅជាប្រទេសអភិវឌ្ឍដោយសហរដ្ឋអាមេរិកដោយអឺរ៉ុបដោយបារាំងដោយអីហ្នឹងដោយអូស្ត្រាលីអីហ្នឹងវាមានកតបកិច្ចក្នុងការយកជនភៀសខ្លួនទៅចិញ្ចឹមអញ្ចឹងណាយើងចុះហត្ថលេខាដែរប៉ុន្តែយើងប្រទេសក្រីក្រហ្នឹងថៃអីគេបដិសេធបានសិង្ហបុរីគេបដិសេធបានសប្រទេសខ្លាំងជាងយើងផងហើយចុះយើងស្អីក៏លឿនជាងគេម៉េះថាកតបកិច្ចយើងសញ្ញេមួយទី2ណាបងប្អូនគេថាវាគឺជាសប្បុរសយើងជាប្រទេសចិត្តល្អពីព្រោះការចិត្ត9ណាយើងធ្លាប់ទៅសុំគេជ្រកកោនដែរនៅសហរដ្ឋអាមេរិកអីឥឡូវយើងត្រូវបង្ហាញថាយើងសប្បុរសបងប្អូនពិចារណាមើលទទួលយកបានណាប្រជាពលរដ្ឋខ្លួនឯងទៅបាតកម្មសុំដីម្ដងនិយាយពីដបងឆក់បងប្អូនបាច់ឆុលក្បាលបាច់ឆុលវាយបកិច្ចដាក់បាច់ចំចង្កេះរុញខ្ញក់ដោយអាឡែងកែបគេបោកចឹងបងប្អូនអត់សប្បុរសជាមួយនឹងប្រជាពលរដ្ឋខ្លួនឯងទៅសប្បុរសមួយគេនឹងលេះធ្វើម៉េចដើម្បីគ្រប់គ្រងការសម្រេចចិត្តយកជនភៀសខ្លួននឹងមករលេះបងប្អូនគេថាសប្បុរសទៅរួចហ៎សួរគាត់ទៅអាណិតជនភៀសខ្លួនទាំងអស់នឹងកើតតែបងប្អូនចាណាមើលសូមរងចាំស្ដាប់ការផ្សាយរបស់កម្មវិធីសំឡេងជួងសម្ព័ន្ធដើម្បីប្រជាធិបតេយ្យនៅថ្ងៃស្អែកជាបន្តទៀតកម្មវិធីយើងសូមទទួលយកការទីទានពីគ្រប់មជ្ឈដ្ឋានទូទៅតាមរយៈលេខទូរស័ព្ទ